ជាដំបូងខ្ញុំសូមអរកាយគោរពជម្រាបសួរលោកគ្រូអ្នកគ្រូនិងសួស្តីអ្នកនរគ្នាខ្ញុំបាទជាសិស្សរៀននៅវិទ្យាល័យព្រះអង្គឌួងចំនួនថ្មី NGS បានលើកនៅមេរៀនទី3គឺប្រទេសមកបកស្រាយដឹកនាំដោយលោកគ្រូជុតិរិទ្ធដែលនៅក្នុងសមាជិកក្រុមរបស់យើងខ្ញុំគឺមានចំនួន5នាក់ចឹងនៅក្នុងមេរៀនប្រទេសគឺជាសរីរាង្គដែលឯកកោសិកាផងនិងពហុកោសិកាការីយ៉ូតផងនៅចំណុចអំបញ្ញមិញនេះយើងសិក្សាអំពីសារពាង្គកាយទាំងពីររបស់ប្រទេសឥឡូវយើងមកសិក្សាអំពីប្រទេសចែកចេញជាប្រមាណក្រុមអញ្ចឹងនៅក្នុងប្រទេសគឺចែកចេញជា3ក្រុមគឺប្រទេសសត្វប្រទេសរុក្ខជាតិនិងប្រទេសផ្សិតឥឡូវយើងចូលមកដល់ប្រទេសសត្វគឺមានអាមេបអញ្ចឹងអាមេបជាអីគេអាមេបគឺជាប្រទេសសត្វដែលឯកកោសិកាហើយវារស់នៅក្នុងទឹកឬក៏កន្លែងដែលសើមសម្រាប់ការបន្តពូជរបស់អាមេបគឺវាដែរអត់ភេទតែវាចែកខ្លួនជាពីរដំបូងគឺវាដំឡើងមើលសម្រាប់ដំណើរពូជរបស់វាហើយធ្វើការចែកនៅណៃយ៉ូនោះវាក៏បង្កើតឲ្យមានអាមេបនោះពីរបន្ទាប់ពីការផ្ដាច់ខ្លួនរបស់វាជាងចូលដល់ប៉ារ៉ាមេស៊ីអញ្ចឹងប៉ារ៉ាមេស៊ីគឺជាប្រភេទទី2នៃប្រូតូសូអ៊ែដែលវារុំព័ទ្ធជុំវិញខ្លួនវាហ្នឹងដោយរោមញ័រហើយវាប្រើរោមញ័រហ្នឹងសម្រាប់ធ្វើចលនាឬក៏ចាប់យកអាហារដាក់ចូលក្នុងមាត់ហើយជាធម្មតាប៉ារ៉ាមេស៊ីហ្នឹងគឺវាបន្តពូជដោយអត់ភេទដោយវាចែកខ្លួនជាពីរដូចជាអាមេបដែរហើយវាក៏អាចរស់នៅក្នុងទឹកប្រៃក៏បានទឹកសាបក៏បានដែរចឹងចូលដល់ចំណុចប្រូតូសូអ៊ែផ្លាស់ទីដោយផ្លាសឺអញ្ចឹងឌីសាយ៉ាហ្នឹងគឺវារស់នៅក្នុងទឹកជ្រោះនិងទឹកបឹងពេលខ្លះវាក៏នៅក្នុងទឹកស្អាតដែលយើងផឹកចូលក្នុងពោះរបស់យើងដែរដោយសារតែវានៅជាប់នឹងពោះវៀនរបស់យើងហើយវាក៏អាចបង្កជំងឺធ្ងន់ធ្ងរដល់មនុស្សផងដែរដែលគេហៅថា Plombias sadio ចេញចូលដល់ Protozoa បន្តពូជតាមរយៈ spore ឬ Sporozoa អញ្ចឹង Sporozoa ហ្នឹងគឺជាប្រភេទសត្វដែលរស់នៅជាប៉ារ៉ាស៊ីតនៅលើសត្វឬក៏មនុស្សដែលវាបន្តពូជឡើងតាមរយៈ spore អញ្ចឹងវដ្តរបស់វាហ្នឹងគឺ plasmon ដែលវាគឺវាពឹងផ្អែកទៅលើមជ្ឈដ្ឋាន2គឺបំពង់អាហាររបស់មូសដែលនៅខាងក្រោយបឺតឈាមរបស់អ្នកឈឺឬក៏ spore ទៅជាសុទ្ធបង្កកំណើតទៅជាគិសចឹងនៅក្នុងខ្លួនមនុស្សនៅពេលដែលមូសយើងចម្លងដោយការខាំគឺ spore ហ្នឹងវាចូលតាមឈាមហើយវាក៏ចម្លងទៅដល់ថ្លើមឬក៏ហៅម្យ៉ាងទៀតថា spore បន្តពូជដែលគោលិកាក្រហមរបស់វាហ្នឹងគឺគេហៅថា spore បន្តពូជអញ្ចឹងគោលិកាក្រហមដែលបញ្ចេញ spore ហ្នឹងគឺវាបែងចេញជាពីរគឺផ្ដើមវត្តថ្មីនៅក្នុងខ្លួនមូសផ្សេងទៀតហើយនឹងការផ្លាស់ប្ដូរគោលិកាក្រហមចឹងវដ្តជីវិតរបស់ plasmon គឺវាមាន6ក្នុងការវិវត្តគឺ molecule ញីទៅខាងអ្នកក្រូនចាញ់ដែលមាន plasmodium ហើយចូលដំណាក់កាលទី2នោះគឺ plasmodium បង្កកំណើតនៅក្នុងខ្លួនរបស់មូសចឹងចូលដំណាក់កាលទី3នោះគឺពេលដែលមូសនឹងទៅខាំអ្នកដែលអត់មានជំងឺអីដូចជាយើងធម្មតាហ្នឹងគឺវាខាំទៅវាបញ្ចូល spore របស់វាហ្នឹងចូលទៅតាមចរន្តឈាមរបស់យើងដើម្បីឡើងទៅថ្លើមចូលដំណាក់កាលទី4នៅក្នុងថ្លើមហ្នឹងគឺវាបន្តពូជទៅតាមមីតូសចូលដំណាក់កាលទី5ហ្នឹងគឺ spore ខ្លះហ្នឹងគឺវាផ្លាស់ទីនៅក្នុងឈាមហើយវាក៏បន្តពូជក្នុងគោលិកាក្រហមហើយជំហានទី6នោះគឺគោលិកាក្រហមហ្នឹងគឺវាផ្ទុះបែកបញ្ចេញនៅ spore ចូលមកដល់ប្រទេសរុក្ខជាតិនេះវិញគឺជាចំណុចសំខាន់ដែលលក្ខណៈរបស់ប្រទេសរុក្ខជាតិហ្នឹងភាគច្រើនវាជាសារ៉ាយជាភាវៈរស់ដែលជាភាវៈស្វ័យជីពដែលធ្វើរស្មីសំយោគមួយទៀតគឺប្រទេសរុក្ខជាតិដែលមានEuclin Diatome និងសារ៉ាយចូលមកចំណុចទូចនៅក្នុងចំណុចប្រទេសរុក្ខជាតិហ្នឹងគឺ Euclin នេះគឺជាសរីរាង្គកោសិកាដែលវាឯកកោសិកាហើយវាមានលក្ខណៈដែលនៅក្នុងសត្វផងនិងនៅក្នុងរុក្ខជាតិផងអញ្ចឹងEuclinនេះគឺជាភាវៈបរិជីពហើយពេលវាគ្មានពន្លឺវាជាភាវៈស្វ័យជីពនិងបរិជីពនៅពេលមានពន្លឺយើងមកដល់ចំណុចនេះគឺ Diatome ដែលនៅក្នុងចំណុចប្រទេសរុក្ខជាតិដែល Diatome ហ្នឹងគឺជាប្រទេសដែលឯកកោសិកាដែរហើយវាជាចំណីរបស់សត្វត្រីនិងសត្វនៅក្នុងទឹកគ្រប់ប្រភេទអញ្ចឹងសារពាង្គកាយរបស់វាគឺស្រោបដោយសម្បកដែលមានជាតិស៊ីលីសដែលគេអាចយកមកច្នៃធ្វើជាវត្ថុប្រើប្រាស់ផ្សេង
ដូចជាថ្នាំដុសធ្មេញហើយនិងអ្វីៗផ្សេងទៀតដែលយើងអាចយកមកច្នៃបានចំណុចសារ៉ាយគឺសារ៉ាយភាគច្រើនគឺជាពហុកោសិកាគឺជាកោសិកាដែលមានចាប់ពី2ឡើងទៅនិងខ្លះទៀតជាឯកកោសិកាជាកោសិកាទៅឯងហើយសារ៉ាយគឺមាន3ពណ៌គឺពណ៌បៃតងពណ៌ក្រហមនិងពណ៌ត្នោតសារៈសំខាន់របស់វានឹងគឺជាអាហារសម្រាប់សត្វនៅក្នុងទឹកនិងបង្កើនបរិមាណអុកស៊ីសែននៅក្នុងទឹកហើយវាក៏ជាអាហាររបស់មនុស្សផងដែរដែលផលិតពីអាកាជាសារធាតុសម្រាប់បណ្ដុះបាក់តេរីនៅក្នុងមន្ទីរពិសោធន៍ចឹងចូលដល់ចំណុចចុងក្រោយនេះគឺប្រទីបផ្សិតអញ្ចឹងប្រទីបផ្សិតគឺវាអាចផ្លាស់ទីបានវាគ្មានក្លូរ៉ូផ្លាសឬក៏វាគ្មានក្លូរ៉ូផ្លាសនិងក្លូរ៉ូព្រីលដែលចិញ្ចឹមជីវិតដែលបរិជីពសាប្រូភីតវាបន្តពូជដោយស្ពរប្រទីបផ្សិតមានស្លែផុកនិងផ្សិតទឹកប្រទីបផ្សិតមាន2គឺស្លែភក់និងផ្សិតទឹកស្លែភក់ជាសារពាង្គកាយដែលឯកកោសិកាហើយវាមានរូបរាងធំស្រដៀងនឹងចាហួយហើយផ្សិតទឹកគឺវារស់នៅក្នុងកន្លែងសើមដែលវាសាកស៊ីសាកសពដែលនៅក្នុងទឹកវាជាអាហារសម្រាប់ទ្រទ្រង់ចង់បញ្ចប់នៅវីដេអូនឹងការបកស្រាយនៅប្រូទីខ្ញុំសូមអរគុណយ៉ាងក្រៃលែងរបស់លោកគ្រូអ្នកគ្រូនិងអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដាននិងទស្សនានៃការបកស្រាយស្លាយប្រូទីរបស់យើងខ្ញុំសូមអរគុណនិងសូមជម្រាបលា